បងប្អូននេះបន្លែដាំធម្មជាតិពេលបងប្អូនមើលបន្លែធម្មជាតិខ្ញុំដាំខ្លួនឯងបងប្អូនឃើញទេបន្លែធម្មជាតិវាល្អណាស់បងប្អូនហើយមើលមកនិយាយពីដំណាំនេះពិតជាវានេះហ่ะវាខ្ចីល្អហើយដីវានេះមកដីល្អដីជីវជាតិអាចគួរអាចមកណាដាក់ឲ្យវាបន្លែមានអីដោះបន្លែហូបកើតយីហូវាគួរឲ្យហូបល្អណាវាល្អគួរសមដែលយើងគួរដាំនឹងធម្មជាតិណាបងប្អូនមើលមកធម្មជាតិសុទ្ធអត់មានដាំដាក់ថ្នាំមិនដាក់អីទេបងមើលម្ដងមើលស្វាយម្ដងបងប្អូនវាពីស្វាយនេះវាដោះផ្លែធំល្អចិត្ត1គីឡូខាំដែរបងប្អូនមើលគួរញ៉ាំដែរតាបងប្អូនខ្ញុំបងប្អូនឯងត្រូវការអាចនឹងកំងបានបងប្អូនវាគួរសមនឹងហូបដែរវារៀងធំដែរណាដាំចិត្តបានខែដែរបានវាបានហ្នឹងឃើញបងប្អូនខ្ញុំប៉ះបន្តិចវាលងធន់ដៃខ្ញុំហ៎មើលវាមិនអត់មាននេះណាផ្លែវាច្រើនណាផ្លែច្រើនមកហូបមកនឹងសំតាហូបបាយមួយស្វាយសំបងប្អូនសំស្វាយមិនថេងទៀតឥឡូវយើងទស្សនាមួយដូងរបស់ខ្ញុំដូងនេះដូងផ្លែល្អមែនតើដូងនិយាយរួមវាដោះធំវាដូងតកាដូងហ្នឹងផ្លែធំទុនណាវាអត់ទាន់ផ្លែរៀងមុំហូបទេបងប្អូនវារៀងតែមានតែខ្ចីឯងបើប្រហែលខែទៀតបានវារៀងទុំមុំហូបហើយវាខ្ញុំស្រោចទឹករាល់ថ្ងៃបានវានេះណាវាមើលទៅវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនចាំទស្សនាតាមក្រោយទៀតបងប្អូនជម្រាបលាបងប្អូនទាំងអស់គ្នាសូមជួបសាច់ក្រាចមុនដំបូងនេះឲ្យខ្ញុំម្នាក់មួយមកបងប្អូនអរគុណច្រើនបងប្អូនវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនអរគុណជម្រាបលាបងប្អូនបាយ